សួស្តីប្រិយមិត្តថ្ងៃនេះ admin សម្រាយរឿងបែបផ្សងព្រេងលក្ខណៈគ្រួសារយកមកឲ្យប្រិយមិត្តទស្សនាសូមតាមដានដូចតទៅផ្ដើមពីគ្រួសារមួយដែលមានសមាជិក4នាក់ដែលមានកូនប្រុសស្រីឆ្លាតមួយគូដែលកូនប្រុសឈ្មោះថាតូនីនិងកូនស្រីឈ្មោះថាផាធីចំណែកម្ដាយឪពុករបស់ពួកគេវិញគឺឈ្មោះថាថូរ៉េសនិងថេងហ្គោគឺជាភ្នាក់ងារសម្ងាត់ប៉ុន្តែកូនហ្នឹងគឺមិនបានដឹងអំពីការងាររបស់ឪពុកម្ដាយដែលគេធ្វើនោះទេតូនីពេលទំនេរចូលចិត្តលេងវីដេអូហ្គេមដែលគេលេងហ្នឹងឈ្មោះថា Luxor ដែលកំពុងតែពេញនិយមពេលបច្ចុប្បន្ននៅពេលដែលថូរ៉េសនិងថេងហ្គោមានបេសកកម្មមួយដែលមានការវាយប្រហារនៅក្នុងការិយាល័យផ្ទុកឯកសារសម្ងាត់ដែលឈ្មោះថា OSS ពីក្រុមដែលមិនស្គាល់អត្តសញ្ញាណទូនទីរបស់ពួកគេហ្នឹងគឺត្រូវតែទប់ស្កាត់នៅក្នុងក្រុមទាំងអស់នោះពីការលួចឯកសារសម្ងាត់ទាំងអស់នោះក្រុមទាំងអស់នោះមិនមែនមានត្រឹមតែមនុស្សសាមញ្ញនោះទេតែមានមនុស្សយន្តផងដែរធាតុពិតគឺក្រុមទាំងអស់នោះមិនបានមកលួចឯកសារសម្ងាត់អ្វីនោះទេតែមកលួចដែលឈ្មោះថា Armageddon ពី Torres អ្វីដែលគាត់សម្គាល់គឺមនុស្សយន្តនោះដូចជាតួអង្គ Hacknight នៅក្នុងហ្គេមដែលកូនប្រុសរបស់គេលេងហ្នឹងហើយស្ថាបនិកនិងអ្នកបង្កើត Hacksaw គឺជាអភិជនដែលសម្បូរទ្រព្យឈ្មោះថា Ray Kingston ឬហៅកាត់ហៅថា King ចាអ្នកទាំងអស់គ្នាចាំតួ King ហ្នឹងទៅតួចិត្តអាក្រក់នៅក្នុងរឿងហ្នឹងទីបំផុត Hacknight ហ្នឹងបានយក Armageddon Code ដែលលេខសម្ងាត់ហ្នឹងពីនាឡិការបស់ Tango មកឲ្យ Ray Kingston ដែលហៅថា King ហ្នឹងដើម្បីអភិវឌ្ឍ game របស់គាត់ game ហ្នឹងគឺធ្វើដូចមែនតែនអញ្ចឹងតិចទៀតហ្នឹងនឹងយកតួអង្គទាំងអស់ហ្នឹងទៅលេងនៅ game ហ្នឹងឯងមូលហេតុដែល King ចង់បាន code ហ្នឹងដោយសារតែ code ហ្នឹងគឺអាចចូល device ទាំងអស់ដើម្បីយកទិន្នន័យនិងអភិវឌ្ឍកម្មវិធីនានាដូច្នេះភ្នាក់ងារសម្ងាត់ហ្នឹងគឺត្រូវតែរក្សាការពារ code ហ្នឹងហើយត្រូវតែយក code ហ្នឹងមកវិញបើសិនជាធ្លាក់នៅក្នុងដៃ King ដែលជាមនុស្សអាក្រក់ហ្នឹងពិភពលោកហ្នឹងនឹងគ្រោះថ្នាក់ឥឡូវហ្នឹង code ហ្នឹងនៅក្នុងដៃ King ហើយនៅព្រឹកបន្ទាប់ស្ថានភាពនៅក្នុងទីក្រុងហ្នឹងមានភាពរញ៉េរញ៉ៃដោយសារតែគ្រឿងអេឡិចត្រូនិកឬក៏ device ផ្សេងៗហ្នឹងសុទ្ធតែមាន game high score ហ្នឹងដែលពួកគេមិនបានប្រើប្រាស់មុខងារគ្រឿងអេឡិចត្រូនិកនោះហើយ smart ដូចជា smart car smart home សូម្បីតែទូ ATM ហ្នឹងក៏មានបង្ហាញ game high score ហ្នឹងនៅក្នុងគ្រឿង device ទាំងអស់នោះប្រជាជនហ្នឹងពិតជាខឹងសម្បានិងប៉ះពាល់ទៅដល់ការរស់នៅរបស់ពួកគេមែនតែនមិនយូរប៉ុន្មានផ្ទះរបស់ភ្នាក់ងារសម្ងាត់ក៏ត្រូវបានវាយប្រហារដោយតួអង្គរបស់ game high score ពីរអ្នកប្តីប្រពន្ធនឹងដឹងថាវាមិនឈ្នះគេទេក៏បាននាំកូននឹងរត់ទៅបន្ទប់សម្ងាត់ហើយក៏បានប្រាប់ការងាររបស់ពួកគេដែលកំពុងធ្វើថាជា spy នឹងឲ្យកូនដឹងពួកគេក៏បានឲ្យកូនរបស់ពួកគេនឹងរត់មុននឹងចេញទៅតូរ៉េសដែលជាម្ដាយក៏ឲ្យខ្សែកមួយទៅកូនស្រីពាក់នឹងកហើយកូនទាំងពីរហ្នឹងក៏រត់ទៅដល់កន្លែងសុវត្ថិភាពខណៈពេលដែលម្ដាយឪពុករបស់ពួកគេហ្នឹងត្រូវបានចាប់ខ្លួនចូលទៅដល់កន្លែងលាក់ខ្លួនសម្ងាត់ក្មេងៗទាំងពីរត្រូវប្រាប់ឈ្មោះពិតដែលជា password ដើម្បីបើកចូលទៅក្នុងទីនោះកន្លែងលាក់ខ្លួននោះមានការរៀបចំគ្រប់យ៉ាងពីឪពុកម្ដាយរបស់ពួកគេដែលពួកគេដឹងថាគង់តែមានថ្ងៃមិនល្អកើតឡើងដូច្នេះពួកគេក៏កសាងកន្លែងហ្នឹងឡើងដើម្បីសុវត្ថិភាពកូននៅក្នុងការលាក់ខ្លួនក្មេងៗត្រូវស្នាក់នៅទីនោះមួយរយៈរួមទាំងវឹកហាត់អ្វីដែលឪពុកម្ដាយរបស់ពួកគេនឹងបានរៀបចំឲ្យតូរ៉េសនិងថេងហ្គោកំពុងតែជាប់ឃុំនៅកន្លែងមួយដូចជានៅប្រាសាទបុរាណដែលរចនាតាមវីដេអូហ្គេមទីបំផុតពួកគេក៏បានជួប Ray Kingston ដែលជា King ជាស្ថាបនិកនៃអ្នកបង្កើត Game High Score Ray Kingston នឹងប្រកែកខាងបច្ចេកវិទ្យាហើយងប់ងល់នឹងការកសាងអាណាចក្រ Game High Score ហើយគេនឹងក៏ចង់គ្រប់គ្រងពិភពលោកផងដែរចំណែកកូដដែលគេដណ្ដើមយកតាំងពីដើមរឿងហ្នឹងនឹងធ្វើឲ្យពិភពលោកហ្នឹងក្លាប់ចាក់ហើយគេនឹងបញ្ចូល Game High Score គ្រប់គ្រងគ្រប់គ្រឿងអេឡិចត្រូនិកទាំងអស់នៅក្នុងពិភពលោកនោះអ្វីហ្នឹងនឹងស្ថិតនៅក្រោមដៃរបស់ King បន្ទាប់មក King Torres និង Tango ពីរអ្នកប្តីប្រពន្ធនឹងបានបើកការវាយប្រហារនៅក្នុងលក្ខខណ្ឌបើ Torres និង Tango ឈ្នះ King នឹងពួកគេនឹងត្រូវបានដោះលែងប៉ុន្តែបើ King ឈ្នះពួកគេត្រូវតែដោះលេខសម្ងាត់លេខកូដនឹងដោយសារតើវានៅជាប់អញ្ចឹងត្រូវឲ្យពីរអ្នកប្តីប្រពន្ធនឹងគឺត្រូវជួយដោះទីបំផុតពីរអ្នកប្តីប្រពន្ធនឹងគឺវាយចាញ់រ៉េហើយទោះចង់មិនចង់ក៏ដោយគឺត្រូវធ្វើតាមរ៉េដោយសារតែរ៉េនឹងរកឃើញកន្លែងលាក់ខ្លួនរបស់កូនពួកគេហើយរកឃើញនឹងតាមរយៈខ្សែកដែលម្ដាយនឹងឲ្យកូននៅពេលក្នុងរឿងហ្នឹងហើយខ្សែកហ្នឹងវាប្រកប GPS ឥឡូវហ្នឹងរ៉េគឺឃើញទីតាំងតាមរយៈ GPS នៅក្នុងខ្សែកហ្នឹង
ចំណែកក្មេងៗវិញវឹកហាត់ខ្លួនឯងមួយរយៈពួកគេពូកែជាងមុននឹងចេះការពារខ្លួនខ្លះបន្ទាប់មកគឺមានក្រុមមនុស្សមួយក្រុមបានចូលមកដល់កន្លែងដែលក្មេងៗលាក់ខ្លួនតាមពិតទៅក្រុមនេះគឺជាក្រុមការងាររបស់ Torres និង Tango ដែលជាឪពុកម្ដាយរបស់ក្មេងៗហ្នឹងដើម្បីមកជួយក្មេងៗហើយក៏បានយកក្មេងៗហ្នឹងមកកាន់ការិយាល័យកណ្ដាល OSS នៅពេលនោះគឺក្មេងៗមានសុវត្ថិភាពហើយមិនយូរប៉ុន្មានហ្នឹងក្រុម Avatar Game High Score គឺចូលមកវាយប្រហារនៅ Office OSS ហ្នឹងក្មេងៗដេញតាមក្រុម Avatar ទាំងនោះដើម្បីរកកន្លែងឃុំខ្លួនរបស់ឪពុកម្ដាយរបស់ពួកគេដើម្បីជួយរំដោះឪពុកម្ដាយគេក្មេងៗជួបឧបសគ្គជាច្រើនទម្រាំជួបឪពុកម្ដាយរបស់ពួកគេយ៉ាងណាមិញការងាររបស់គ្រួសារមួយនេះមិនទាន់ចប់ទេពួកគេត្រូវជួយពិភពលោកនិងបំផ្លាញផែនការរបស់ King មុនពេលដែល Game High Score នឹងមានឥទ្ធិពលគ្រប់គ្រងពិភពលោកពួកគេទៅបន្ទប់ប្រព័ន្ធទិន្នន័យដើម្បីបំផ្លាញទិន្នន័យ Game High Score ហើយផ្ទុយទៅវិញនឹងមិនបានបំផ្លាញតែតូនេះគឺបានផ្គុំនៅប្រព័ន្ធទិន្នន័យធ្វើឲ្យហ្គេមនឹងដំណើរការគ្រួសារមួយនេះរកវិធីផ្សេងដើម្បីដោះស្រាយបញ្ហាចំណែកកូនស្រី Patty នឹងមានគំនិតថាបើពួកគេមិនអាចឈ្នះ King ពិតប្រាកដនៅក្នុងពិភពខាងក្រៅទេគេគួរតែឈ្នះ King នឹងនៅក្នុងហ្គេមទើបពួកគេចូលទៅក្នុងពិភពហ្គេម High Score ទៅវាយប្រហារជាមួយ King នៅក្នុងពិភពហ្គេមប្រសិនបើពួកគេឈ្នះ King គឺគេនឹងអាចគ្រប់គ្រងអំណាចបានម្នាក់មានតួអង្គផ្សេងនៅក្នុងហ្គេមនឹងវគ្គដំបូងគឺពួកគេត្រូវទៅរូបសំណាក់ដ៏ធំដើម្បីទៅរក King ដែលពួកគេមានពេលតែ9នាទីប៉ុណ្ណោះនៅក្នុងហ្គេមហ្នឹងហើយវគ្គទី2នៃហ្គេមគឺទៅរក King ដែលមានតែម្នាក់ឯងនៅក្នុងចំណោមពួកគេទាំង4ហ្នឹងទើបអាចទៅជួប King បានចំណែកអ្នកផ្សេងទៀតគឺត្រូវប្រកួតជាមួយនឹង Hackney តូនីដែលជាកូនប្រុសត្រូវបានជ្រើសរើសឲ្យទៅប្រឈមមុខជាមួយ King រីឯឪពុកម្ដាយពួកគេនិង Patty ត្រូវបានជួបជាមួយនឹង Hackney ដើម្បីវាយគ្នាលក្ខខណ្ឌប្រកួតបានអ្នកណាអាចបន្ថយថាមពលដៃគូប្រកួតរបស់ខ្លួនមកដល់0នោះគឺជាអ្នកឈ្នះការប្រកួតគឺចាប់ផ្ដើមដំបូង King មានប្រៀបទៅលើតូនីវាយប្រហារតូនីជាច្រើនដងចំណែកឯឪពុកម្ដាយគឺ Torres Tango និង Patty កំពុងតែប្រយុទ្ធជាមួយនឹង Hackney នឹងមានកម្លាំងខ្លាំងវាយប្រហារ3នាក់គ្រួសារនេះគ្មានបន្ធូរដៃចំណែកឯ Hackney គឺវាយ Patty រហូតប៊ីសធ្លាក់ចុះក្រោម Patty ទោះបីជាចិត្តធ្លាក់ក៏នៅតែប្រាប់ដៃគូប្រកួតរបស់ខ្លួននឹងកុំឲ្យមកព្រោះថាទាំងថ្មនឹងគឺចិត្តបាក់ហើយ Patty ដល់ដំណាក់កាលហ្នឹងហើយនៅចិត្តល្អទៀតHackney មិនជឿនៅតែបន្តដើររហូតផ្ទាំងថ្មនឹងបាក់ Torres Tango ក៏ព្យាយាមជួយពួកគេទាំងពីរ Hackney នឹងឃើញអំពីចិត្តល្អនិងភាពស្មោះត្រង់របស់ Patty ក៏ដាក់ខ្លួនមកមានភក្ដីភាពដើរតាម Patty វិញចាជាកូនចៅ Patty វិញម្ដងចំណែក Tony និង King នេះកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដោយសារតែ Tango ដែលជាឪពុកនឹងឃើញថាកូនមិនអាចឈ្នះក៏បានជួយតែនេះគឺជាការល្មើសវិន័យនៃការប្រកួតនៅក្នុងហ្គេមទើបតូនីនឹងពាំងមិនអោយកាត់ឡើងតែក៏បានធ្វើឲ្យថាមពលរបស់តូនីនឹងខ្សោយទៅរហូតធ្លាក់ដល់លេខ5 King ក៏បានវាយតូនីឲ្យថាមពលដល់លេខ0ដើម្បីឈ្នះតែលក្ខខណ្ឌពិសេសបានកាត់ឡើងគឺតូនីបានទទួល one hit ដែលជាថាមពលអាចកំបាំងដ៏អស្ចារ្យនៅក្នុងហ្គេមនេះតូនីក៏បានប្រើ one hit ដើម្បីដកថាមពលពី King ទីបំផុតថាមពលរបស់ King នឹងធ្លាក់មកដល់0ហើយក៏ចាញ់នៅក្នុងហ្គេម King បាននិយាយថាទោះបីជាតូនីឈ្នះក៏មិនអាចដោះកូដដែលហ្គេមនឹងគ្រប់គ្រងគ្រប់ device គ្រប់គ្រឿងអេឡិចត្រូនិកនៅលើពិភពលោកនឹងដែរតូនីនិយាយថា King អាចធ្វើបានព្រោះគេអាចដក one hit ចេញពីហ្គេមតែគេមិនធ្វើ King ឃើញអំពីសន្តានចិត្តល្អរបស់តូនីគេហាក់បីដូចជាដឹងខ្លួនគេជួយតូនីឲ្យពិភពលោកនេះដូចដើមវិញចំណែកខ្លួនគេវិញគឺគេមិនបានចាក់ចេញពីហ្គេមនោះទេគេសុកចិត្តធ្វើជាស្ដេចដើម្បីគ្រប់គ្រងនៅក្នុងហ្គេមប៉ុន្តែគឺគេមិនទៅជីវិតជាក់ស្ដែងវិញនោះទេអត្ថន័យអប់រំនៅក្នុងរឿងនេះគឺម្នាក់សុទ្ធតែមានកំហុសតែគួរតែផ្ដល់ឱកាសឲ្យពួកគេកែខ្លួនម្យ៉ាងទៀតកុំអស់សង្ឃឹមទោះបីអ្នកចាញ់ថ្ងៃនេះតែអ្នកគង់តែឈ្នះនៅថ្ងៃណាមួយគ្រួសារនៅតែជាមនុស្សចិត្តស្និទ្ធនិងស្រឡាញ់ព្រមចង់ឲ្យអ្នកហ្នឹងគឺមានសុវត្ថិភាពជាទីបំផុតសូមអរគុណប្រិមិត្តបើលោកអ្នកចូលចិត្តសូមជួយ like និង subscribe ម្នាក់មួយផងអរគុណច្រើន